ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាដែលថ្ងៃនេះខ្ញុំបានមកលេងហ្គេម Minecraft តពីវគ្គមុនទៀតនៅក្នុងវគ្គនេះខ្ញុំនឹងធ្វើកន្លែងដាំដំណាំឥឡូវនេះខ្ញុំធ្វើធុងសិនដើម្បីដងទឹកធ្វើកន្លែងដាំដំណាំអ្នកនេះច្បាស់ឆ្ងល់ថាខ្ញុំបានដែកមកពីណាយកធ្វើធុងអាពេលហ្នឹងខ្ញុំទៅជីកដែកនៅក្នុងភ្នំហើយតមកខ្ញុំបានថតឲ្យអ្នកគ្នាមើលបន្ទាប់ពីខ្ញុំក្រាត់ធុងហើយខ្ញុំទៅរកគ្រាប់ស្រូវដើម្បីខ្ញុំដាំអ្នកគ្នាច្បាស់ឆ្ងល់ថាគ្រាប់ស្រូវក៏មកពីណាគ្រាប់ស្រូវបានមកពីការវាយស្មៅបើសិនជាអ្នកគ្នាវាយស្មៅទៅវាជួគ្រាប់ស្រូវមកហើយគ្រាប់ស្រូវមិនមែនតែគ្រាប់ស្មៅណាគឺស្មៅវាកម្រជួគ្រាប់ស្រូវមកវាយយូរចេញគ្រាប់ស្រូវម្ដងហើយឥឡូវខ្ញុំវាយស្មៅអូជួគ្រាប់ស្រូវមកខ្ញុំវាយយូរមកចេញគ្រាប់ស្រូវបានមកគ្រាប់ខ្ញុំពងហៅគ្រាប់ស្រូវសុកស្រាប់តែឃើញស្បកឃុំទៅនេះពេលទៅកាប់ស្បកឃុំលេងមានអីឃុំដេញខ្ទេចក៏ចង់តាក់បាត់តទៅឃុំតិចឯងមកជុំតើទៀតឥឡូវកម្មតាចៅមួយកុំមកវាញ៉ៃញ៉ៃពេកឥឡូវនេះខ្ញុំបានហៅគ្រាប់ស្រូវគ្រប់ហើយខ្ញុំនឹងមកជីកដីដើម្បីដាក់ដាំស្រូវបើសិនអ្នកគ្នាដាំស្រូវអត់ដាក់ទឹកទៅចប់ឲ្យដាំអត់កើតទេចុងផ្លេចក្រាស់សម្រាប់កាយដីចប់បដោយទៅក្រាស់សម្រាប់កាយដីសិនតទៅខ្ញុំក្រាស់មកកាយដីហើយខ្ញុំจะវិញមកកាយដីដើម្បីដាំស្រូវសិនតពីខ្ញុំកាយដីហើយខ្ញុំនឹងមករៀបចំលបងដើម្បីការពារកុំឲ្យសត្វគោសត្វអីវាចូលមកស៊ីស្រូវខ្ញុំចឹងណាចូលខ្វះលបងទៀតទៅក្រាស់លបងខ្ញុំដាក់សិនលើខ្ញុំការលបងហើយខ្ញុំមកដាក់សិនឥឡូវនេះខ្ញុំបានធ្វើកន្លែងដាំដំណាំហើយនៅក្នុងវគ្គក្រោយអ្នកគ្នាចង់ឲ្យខ្ញុំធ្វើអីទេអ្នកគ្នាខមមិននៅខាងក្រោមបានមុននឹងបញ្ចប់វីដេអូអ្នកគ្នាកុំភ្លេចចុច Subscribe បោះសញ្ញាឬចុច Like ម្នាក់មួយផង